លោកពូឥឡូវសួរអារម្មណ៍ពិតមួយលោកពូប្រើបានល្អអញ្ចឹងតើលោកពូមានអីផ្ដាំផ្ញើទៅបងប្អូនយើងដែលគាត់ប្រើជីដែរតែវាអត់ត្រូវណាប្រើជីនេះផ្សេងជីនោះផ្សេងយើងហើយគាត់ចំណាយជីគ្រាប់ច្រើនចំណាយថ្នាំច្រើនបាទអញ្ចឹងគាត់ចង់បានរបស់ល្អប្រើដែរលោកពូមានអីជាសារផ្ដាំផ្ញើគាត់ខ្ញុំសូមផ្ដាំផ្ញើទៅកសិករទាំងអស់ទូទាំងប្រទេសកម្ពុជាយើងឲ្យងាកមកប្រើជីត្រានឹងគាត់មាសហើយគាត់ថាយើងលាយជាមួយជីគីមីទៅបងប្អូនហើយជីនេះវាជួយកាត់បន្ថយសត្វល្អិតវាជួយឲ្យដំណាំស្រូវរបស់យើងគុំធំចាក់ឫសបានជ្រៅហើយដីយើងផុសដីផុសបាទដីផុសមែនបងប្អូនដីផុសល្អវាអាចនឹងមានចលេនឡើងវិញបាទហើយអ្វីសំខាន់គឺវាអត់មានសត្វល្អិតចូលតិចបាទហើយបើបងប្អូនចង់ឲ្យកម្ចាត់សត្វល្អិតបងប្អូនយកជីម្សៅហ្នឹង1 គីឡូទៅបាញ់ផ្ទៃដីមហាតាទៅលាយទឹកបាញ់ឲ្យលាយជាមួយសត្វល្អិតតិចទៅបានហើយព្រោះជីវាជួយបណ្ដេញសត្វល្អិតជីហ្នឹងហើយសូមបងប្អូនកសិករប្រើជីហ្នឹងទៅពិតជាមិនខុសបំណងហើយតែវាជួយកាត់បន្ថយរបស់យើងច្រើនមែនទែនក្នុងការប្រើប្រាស់ជីគីមីបើកាត់បន្ថយខ្លះលោកពូជួយរៀបរាប់ចំណុចដែលវាជួយយើងជួយកាត់បន្ថយចំណាយវាជួយកាត់បន្ថយវាសំខាន់វាជួយកាត់បន្ថយតកូវហើយនឹងសត្វល្អិតពពួកមមាជាច្រើនគ្រប់មុខហ្នឹងវាអត់មានទេបាទហើយវាជួយដំណាំស្រូវយើងហ្នឹងកាលណាអត់សត្វល្អិតហើយដីយើងមានមេរោគអត់មានមេរោគទេដំណាំស្រូវយើងលូតលាស់ល្អហើយអញ្ចឹងយើងអត់មានខ្វាយខ្វល់ជាមួយទិញថ្នាំពុលមកបាញ់ឲ្យប៉ះពាល់បរិស្ថានប៉ះពាល់សុខភាពយើងទេវាសំខាន់អញ្ចឹងល្អមែនតើណាបាទអូខេអញ្ចឹងបងប្អូនបានឃើញពូគាត់រៀបរាប់ហើយអញ្ចឹងបងប្អូនដែលចង់ប្រើជីឲ្យត្រូវស្តង់ដារឲ្យត្រូវគោលដៅមិនចំណាយលុយអត់ច្រើនមិនចំណាយលុយខុសខ្ទង់ណាបាទអញ្ចឹងមកប្រើជាមួយដោយលោកពូផ្ទាល់គាត់មាននេះពិតជាអស្ចារ្យមែនគាត់ប្រើផ្ទាល់ដំបូងគាត់អត់ជឿទេបាទអញ្ចឹងអរគុណលោកពូណាបាទអរគុណបាទអរគុណ